អូហូនាងតូចសេវជាវកម្លាំងបាយពិតជាខ្លាំងអស្ចារ្យមែននេះជាបរិសខ្លាំងទី3ហើយដែលត្រូវបាននាងដួលឲ្យដេកដីហាហានៅទូទាំង18ភូមិជិតខាងនេះមិននឹកស្មានថាគ្មានបរិសណាម្នាក់អាចយកឈ្នះនាងបានឡើយសេវជាវកុំលេងសើចទៀតអីអ្នកប្រញាប់ត្រឡប់ទៅមើលផ្ទះវិញទៅជំងឺសួតរបស់សៀវឈីដែលជាប្អូនស្រីរបស់អ្នករើឡើងវិញហើយនាងក្អកខ្លាំងរហូតដល់ចិត្តខ្ជាក់ឈាមមកក្រៅហើយប្អូនស្រីរបស់ខ្ញុំកើតអ្វីទៅណែមិនយកក្បាលជ្រូកទេអីយ៉ាមេគ្រូសាឲ្យលោកគ្រូពេទ្យបានប្រាប់ថាជំងឺសួតរបស់សៀវឈីត្រូវប្រើអស្ថបរទេសយ៉ាងល្អគ្រាប់ថ្នាំអានលីងក្នុងមួយខែត្រូវចំណាយប្រាក់ជាង100យ៉នតើអ្នកអាចទៅរកប្រាក់ច្រើនយ៉ាងនេះពីកន្លែងណាបានទៅខ្ញុំជាសទ្រូងតែមួយគត់នៅក្នុងគ្រួសារទោះបីជាត្រូវបូជាជីវិតចាស់មួយនេះក៏ដោយក៏ខ្ញុំមិនអាចឈរមើលកូនរបស់ខ្ញុំស្លាប់ទៅនឹងភ្នែកបានដែរខ្ញុំមួយអ្នកស្រុកនិយាយថាគ្រួសារត្រកូលគូដែលជាសិទ្ធិលំដាប់ទី1កំពុងតែជ្រើសរើសអ្នកបម្រើដែលហ៊ានបូជាជីវិតខ្ញុំនឹងទៅលក់ជីវិតនេះឥឡូវនេះហើយដើម្បីដូរយកប្រាក់ទិញថ្នាំឲ្យសៀវឈីនេះអ្នកទៅលក់ជីវិតមែនទេប្រសិនបើអ្នកចូលទៅក្នុងភូមិគ្រឹះដ៏ជ្រៅដែលស៊ីមនុស្សមិនខ្ជាក់ឆ្អឹងនោះហើយមិនអាចត្រឡប់មកវិញបានទេតើកូនស្រីទាំង3នាក់របស់យើងនឹងទៅជាយ៉ាងណាទៅហាហាលោកពុកអ្នកម៉ែពួកអ្នកមិនបាច់បារម្ភទេរឿងប្រាក់ទិញថ្នាំរបស់ប្អូនស្រីខ្ញុំនឹងរកវិធីដោះស្រាយដោយខ្លួនឯងចេញទៅឲ្យអស់ទៅអ្នកណាហ៊ានចូលមកខ្ញុំនឹងបង្ខំឲ្យវាចេញទៅវិញលោកម្ចាស់ចាប់តាំងពីអ្នកប្រុសសាវថឹងជួបគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាក់ជើងមកនិស័យរបស់គាត់ក៏ប្រែប្រួលខ្លាំងណាស់គាត់បង្ខាំងខ្លួនឯងនៅក្នុងបន្ទប់រាល់ថ្ងៃមិនព្រមពិសាទឹកឬបាយឡើយតើគួរធ្វើដូចម្តេចទៅលោកម្ចាស់ចូលប្រកាសបញ្ជាចុះទៅអ្នកណាដែលអាចធ្វើឲ្យអ្នកប្រុសព្រមពិសាថ្នាំបានខ្ញុំនឹងផ្ដល់រង្វាន់ជាប្រាក់ចំនួន50យ៉នប្រាក់50យ៉នលោកម្ចាស់ខ្ញុំអាចធ្វើបានប្រាក់50យ៉នលោកម្ចាស់ខ្ញុំអាចធ្វើបានអ្នកអាចធ្វើឲ្យអ្នកប្រុសពិសាថ្នាំបានមែនទេឲ្យតែមានប្រាក់រង្វាន់ទោះជាស្ដេចយមរាជក៏ខ្ញុំអាចច្រកថ្នាំឲ្យព្រះអង្គបានដែរអ្នកប្រុសអញ្ជើញពិសាថ្នាំតើអ្នកជាស្អីទើបហ៊ានមកបញ្ជាខ្ញុំចេញទៅឲ្យឆ្ងាយទៅអ្នកប្រុសខ្ញុំសូមអភ័យទោសហើយលោកម្ចាស់លោកស្រីអ្នកប្រុសពិសាថ្នាំអស់ពីចានហើយចុះប្រាក់រង្វាន់នោះប្រហែលជានៅមានមែនទេអូហូនេះជាប្រាក់រង្វាន់របស់អ្នកនិយាយពីថារឿងគីឡូនេះមួយបើបានឡើងហើយគឺមិនងាយស្រកវិញទេបងប្អូនមានតែឡើងលើសដើមហើយពេលថត់លើគីឡូហ្នឹងណាពីបាក់ក្នុងខ្លួនណាលោកអើយស្អីស្អ៊ូឆាប់ហត់ឆាប់អស់កម្លាំងហើយសំខាន់ណាឃើញមុខយើងចាស់ជាងអាយុទៀតហើយបើសិនជាបងប្អូនទាំងអស់គ្នាខំតមអាហារខំហាត់ប្រាណហើយនៅតែមិនបានផលនៅតែមិនស្រកទេកុំតន់អាលអស់សង្ឃឹមបងប្អូនទាំងអស់គ្នាសូមណែនាំកម្ពុជាវីតាមីនសម្រាប់គីឡូយ៉ាសាកា Body Shape ដែលអាចជួយឲ្យបងប្អូនទាំងអស់គ្នាស្រកគីឡូលឿនដោយសុវត្ថិភាពឆាប់ចេញរាងស្លីមស្អាតសមខ្លួនត្រឹមតែមួយកំប៉ុងដំបូងប៉ុណ្ណោះបងប្អូនទាំងអស់គ្នាសាច់វីតាមីនសម្រាប់គីឡូយ៉ាសាកានឹងជួយបងប្អូនទាំងអស់គ្នាស្រកគីឡូបានទាន់ចិត្តស្រកក្បាលពោះស្រកបឿកលើពីនេះទៅទៀតកម្ពុជាវីតាមីនរបស់យើងក៏ជួយសម្រួលដល់ការបន្តបងការទឹករំលាយខ្លាញ់មិនល្អពេញមួយតួខ្លួនកាត់បន្ថយចំណង់អាហារផ្អែមបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ហើយជាពិសេសអត់មានធ្វើទុកឲ្យអស់កម្លាំងឬក៏រហ័សរហៃអីទេបងប្អូនទាំងអស់គ្នាគឺស្រាលស្រួលខ្លួនតែម្ដងជាមួយនឹង ingredient ដែលចម្រាញ់ចេញពីធម្មជាតិសុទ្ធសាធ 100% និងស្តង់ដារដែលមានការទទួលស្គាល់ត្រឹមត្រូវពីក្រសួងទាំងជាតិនិងអន្តរជាតិចា Yasaka Body Shape តោះចាំការទៀតយករៀងស្លីមស្អាតជាមួយគ្នាបងប្អូនកម្ពុជាវីតាមីន Yasaka Body Shape ស្រកគីឡូស្អាតក្មេងជាងវ័យបែបសុខភាពល្អ Slim and confident with Yasaka Body Shape ចាលោកស្រីកុំបារម្ភអីខ្ញុំធានាថានឹងមើលថែអ្នកប្រុសឲ្យបានល្អបំផុតអ្នកប្រុសពិសាបាយទៅយកវាចេញទៅខ្ញុំមិនញ៉ាំទេពេលនេះខ្ញុំគឺជាមនុស្សឥតប្រយោជន៍សំបីតែក្រោកឈរក៏ឈរមិនរួចផងតើនៅញ៉ាំរបស់ដែលមានតម្លៃទាំងនេះធ្វើអ្វីទៀតណែបើអ្នកមិនញ៉ាំតើឲ្យខ្ញុំទៅបើកប្រាក់រង្វាន់យ៉ាងម៉េចទៅលោកពុកអ្នកម៉ែជួយផងប្រសិនបើអ្នករាល់គ្នានៅតែបណ្ដោយឲ្យស្រីឈួតម្នាក់នេះប៉ះពាល់ខ្លួនខ្ញុំទៀតខ្ញុំនឹងសម្លាប់ខ្លួនឯងមិនខានសៀវជាវឲ្យគុំប្រកាន់នឹងគាត់អីគាត់ជួបគ្រោះថ្នាក់ឡានបុកបាក់ជើងទើបធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ខ្លាំងបែបនេះចរិតរបស់គាត់ក៏ពិបាកនឹងគ្រប់គ្រងបន្តិចហើយតើអ្នកអាចបដូរមកប្រើវិធីណាដែលទន់ភ្លន់ជាងនេះបន្តិចបានទេមែនហើយសៀវជាវពួកយើងមិនមែនបន្ទោសអ្នកទេហើយក៏ដឹងថាអ្នកធ្វើបែបនេះគឺដើម្បីល្អសម្រាប់គាត់ដែរគ្រាន់តែបារម្ភថាគាត់នឹងធ្វើរឿងឆោតល្ងងពិតមែនអ្នកសាកមើលទៅតើអាចមិនឲ្យប្រើកម្លាំងបាយមែនទេបានហើយ
ដើម្បីទប់ទល់នឹងអ្នកប្រុសដែលចូលចិត្តធ្វើកោតកម្មអត់អាហារដូចជាអ្នកខ្ញុំមានវិធីច្រើនណាស់អ្នកប្រុសតើយើងភ្នាល់គ្នាបន្តិចទៅយ៉ាងណាដែរត្រឹមតែអ្នកម្នាក់ហ្នឹងប្រសិនបើក្នុងរយៈពេល2ថ្ងៃនេះខ្ញុំអាចធ្វើឲ្យអ្នកញ៉ាំបាយបានពីពេលនោះមានន័យថាខ្ញុំជាអ្នកឈ្នះចាប់ពីពេលនេះទៅរឿងរ៉ាវនៅក្នុងបន្ទប់នេះត្រូវតែស្ដាប់តាមខ្ញុំទាំងអស់ប្រសិនបើខ្ញុំមិនញ៉ាំតើអ្នកនៅតែអាចបង្ខំបញ្ច្រកបាយចូលទៅក្នុងពោះរបស់ខ្ញុំបានទៀតឬល្អណាស់ខ្ញុំនឹងភ្នាល់ជាមួយអ្នកគេដៃធ្វើជាសាក់សីអ្នកណាដែលត្រឡប់សម្ដីអ្នកនោះគឺជាកូនឆ្កែអ្នកប្រុសដល់ពេលញ៉ាំបាយហើយតើអ្នកមិនចេះខ្មាស់អៀនខ្លះទេចេញទៅឲ្យឆ្ងាយទៅតើត្រូវរក្សាភាពខ្មាស់អៀនទុកធ្វើអ្វីទៅអ្វីដែលខ្ញុំត្រូវការគឺប្រាក់យ័ន្តប្រសិនបើថ្ងៃនេះអ្នកប្រញាប់ញ៉ាំបាយឲ្យអស់ខ្ញុំនឹងចេញទៅវិញភ្លាមប៉ុន្តែបើមិនញ៉ាំទេខ្ញុំនឹងយកកៅអីមកអង្គុយនៅទីនេះដើម្បីមើលអ្នកងូតទឹកមើលឲ្យសពសាច់តែម្ដងពិតជាស្រីខូចម្នាក់មែនញ៉ាំឲ្យលឿនទៅបើទឹកត្រជាក់អស់គុំមកបន្ទោសខ្ញុំឲ្យសោះ វ៉ាវទាំងអស់គ្នាយករូបថតមកប្រៀបធៀបគ្នាអញ្ចឹងបាទដឹងថាផលិតផលរបស់គេខ្លាំងបំផុតណាស់មួយរយៈមុនណាគឺខ្ញុំខ្លាចកាមេរ៉ាខ្លាំងមែនតើខ្ញុំបដៅខ្លួនរហូតដល់60គីឡូថតរូបហើយអត់ហ៊ានផុសទេគឺដេកយំម្នាក់ឯងហ្មងមិនគួរណាបដៅខ្លួនដល់ថ្នាក់ហ្នឹងសោះប៉ុន្តែមួយរយៈហ្នឹងគឺខ្ញុំអូស Facebook អត់ដាច់ហ្មងដោយសារតែយ៉ាសកា brand គឺផ្ទុះខ្លាំងមែនតើទៅខ្ញុំសម្រេចចិត្តសារដឹងខ្លួនតែផ្នែកហ្មងអាខោធ្លាប់ពាក់ឡើងតឹងផ្អឺហ្នឹងឥឡូវពាក់ឡើងអាលងតឹងតែអត់ជឿហើយតុំញ៉ាំបានតែ2កំប៉ុងសោះតែមើលរៀងឥឡូវឡើង slim ប្លែកសាហាវទៅណាមកណាគេសួររហូតថាឥឡូវស្អាតប្លែកមិនត្រឹមតែស្រកគីឡូទេណាគឺអត់ប៉ះពាល់សុខភាពអត់ធ្វើឲ្យរាកហើយអត់មួម៉ៅទៀតហើយអ្នកទាំងអស់គ្នាមិនបាច់ភ័យទេស្រកគីឡូមើលទៅមុខអត់បាក់ទេដោយសារតែ Yasaka Body Shape នេះគឺជាប្រភេទវីតាមីនសម្រកជួយកម្ចាត់ជាតិពុលហើយនឹងខ្លាញ់អាក្រក់នៅក្នុងខ្លួនរបស់យើងហ្នឹងញ៉ាំមួយថ្ងៃតែមួយគ្រាប់ទេមុនអាហារពេលព្រឹក30នាទីភ្លេចខ្លួនស្រកគីឡូអត់ដឹងខ្លួនហ្មងហើយ Yasaka Body Shape ហ្នឹងគឺមានរូបមន្តមកពីប្រទេសបារាំងដូចអ្នកទាំងអស់គ្នាបានដឹងអញ្ចឹងថា brand Yasaka ហ្នឹងគឺជា brand មួយដែលនៅលើទីផ្សារយូរហើយក៏ល្បីខ្លាំងមែនតើសំខាន់ណាមាន brand Yasaka ហ្នឹងនៅលើគ្រប់ឆ្នាំទៀតនិយាយទៅគឺអាចប្រើដោយទំនុកចិត្តបានគឺអាចទុកចិត្តបានហ្មងតោះនៅទឹកខ្លួនឯងឲ្យធាត់មានក្បាលពោះដល់អង្ការទៀតលឿនមកអានឆាប់បានស្អាតទាំងអស់គ្នាចង់មកតាំងជាមួយខ្ញុំមែនទេការនៅឯស្រុកស្រែដើម្បីដណ្ដើមបាយមួយម៉ាត់តើមានល្បិចណាខ្លះដែលខ្ញុំមិនទាន់បានប្រើនោះអ្នកប្រុសធំម្នាក់នេះនៅខ្ចីឧស្សាហ៍ពេកហើយកាលពីម្សិលមិញខ្ញុំត្រូវស្រីស្រុកស្រែម្នាក់នោះលេងល្បិចដាក់ចាំមើលថ្ងៃនេះតើគាត់នៅមានល្បិចអ្វីទៀតខ្ញុំចឹងមិនທາງត្រូវតែយកឈ្នះឲ្យបានខ្ញុំគូសៅទីងទោះបីជាត្រូវដាច់គូស្លាប់នៅថ្ងៃនេះក៏ដោយក៏មិនព្រមញ៉ាំបាយរបស់នាងសំបីតែមួយម៉ាត់ដែរតើអ្នកណានៅខាងក្រៅស៊ូសៀវជីវតើអ្នកឈួតមែនទេអ្នកប្រុសនេះគេហៅថាធ្វើសឹកមិនស្អប់ល្បិចទេយកបាយមកឲ្យដល់ក្នុងបន្ទប់ទឹកបែបនេះតើអ្នកឈួតមែនទេប្រញាប់បើកទ្វារមកអ្នកប្រុសតើនៅចាំការភ្នាល់របស់យើងបានទេញ៉ាំបាយប្រអប់នេះឲ្យអស់ទៅខ្ញុំនឹងដោះលែងអ្នកឲ្យចេញមកវិញភ្លាមដឹងខ្លួនឡើងខ្ញុំប្រាប់ថាមិនញ៉ាំគឺមិនញ៉ាំហើយមិនញ៉ាំមែនទេបានហើយនរណានៅទីនោះប្រញាប់ទៅទូរស័ព្ទប្រាប់ការិយាល័យកាសែតភ្លាមចំណងជើងព័ត៌មាននៅទំព័រមុខថ្ងៃស្អែកគឺអ្នកប្រុសធំនៃត្រកូលគូដែលជាសេដ្ឋីលំដាប់ខ្ពស់ក្នុងទីក្រុងអេសបានដេកលង់លក់នៅក្នុងបន្ទប់ទឹកអស់មួយយប់ទៅហើយស៊ូសែវជាវអ្នកហ៊ានផងតើមានអ្វីដែលខ្ញុំមិនហ៊ាននោះអ្នកប្រុសប្រសិនបើអ្នកមិនព្រមញ៉ាំទេស្អែកនេះខ្ញុំនឹងធ្វើឲ្យមនុស្សអើពេញទាំងទីក្រុងឲ្យដឹងថាគូសៅឈីនសំងុំនៅក្នុងបន្ទប់ទឹកអស់មួយយប់ទល់ភ្លឺនាងក្មេងឈួតម្នាក់នេះរឿងអ្វីក៏ហ៊ានធ្វើដែរប្រសិនបើខ្ញុំខ្លាចជាប្រធានបទឲ្យគេសើចចំអកមួយជីវិតនេះខ្ញុំមិនបាច់ជួបមុខអ្នកណាទៀតទេញ៉ាំឬក៏មិនញ៉ាំអ្នកប្រុសខ្ញុំនឹងរាប់ដល់3 1 2មិនញ៉ាំមែនទេធ្វើបែបនេះតាំងពីដំបូងទៅមិនចប់បាត់ទៅហើយទេនិយាយចុះនិយាយឡើងធ្វើឲ្យស្ងួតមាត់អស់ហើយ